ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកស្លសម្លប្រហើរត្រីហើយសម្រាប់សម្លប្រហើរត្រីគឺបងប្អូនដែលគាត់ធ្លាប់ញ៉ាំគឺដឹងហើយគឺរសជាតិឆ្ងាញ់ហើយសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំបន្លែយ៉ាងច្រើនបងប្អូនអាចសាកស្លបានហើយបងប្អូនអាចទស្សនាវីដេអូនឹងកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងឥឡូវយើងមកមើលពីបន្លែសម្រាប់បន្លែគឺយើងមានល្ពៅត្រប់ហើយនិងផ្ទៃហើយសម្រាប់សាច់ត្រីថ្ងៃនេះគឺខ្ញុំប្រើសាច់ត្រីប្រាបងប្អូនអរគ្នាអាចប្រើជាប្រភេទសាច់ត្រីអីក៏បានដែរណាឥឡូវនេះគឺខ្ញុំដាក់ដាំទឹកជើស្ងោរល្ពៅឲ្យឆ្អិនសិនណាបងប្អូនហើយបងប្អូនស្ងោរឲ្យរាងល្ពៅយើងរាងផុយបន្តិចសិនមកបន្ទាប់ពីល្ពៅយើងរាងផុយខ្ញុំចាប់ផ្ដើមជ្រុំប្រហុកហើយសម្រាប់ប្រហុកខ្ញុំប្រើតែត្រីមួយឯងបងប្អូនចូលចិត្តច្រើនបងប្អូនអាចដាក់ច្រើនបានតាមចំណូលចិត្តបន្តមកទៀតខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយប៊ីចេងមួយកូនស្លាបព្រាបាយហើយនិងស្ករសតិចទៀតណាបងប្អូនហើយបន្តមកទៀតគឺខ្ញុំបន្ថែមជាមួយនឹងទឹកត្រីតិចហើយសម្រាប់គ្រឿងខោបងប្អូនភ្លក់ថែមថយតាមចំណូលចិត្តណាបន្តមកទៀតគឺខ្ញុំដាក់សាច់ត្រីហើយសម្រាប់សាច់ត្រីគឺខ្ញុំប្រើត្រីប្រាបងប្អូននៅខ្មែរបងប្អូនអាចដាក់សាច់ជាប្រភេទត្រីទូកក៏បានជាប្រភេទត្រីល្អិតអីក៏ពឹសអីក៏បានដែរបងប្អូនតែខ្ញុំអត់មានត្រីអីខ្ញុំប្រើត្រីប្រាហើយបន្តមកទៀតគឺខ្ញុំដាក់គល់សក្ខីបន្តមកទៀតបងប្អូនរំងាស់ស្លយើងឲ្យពុះឲ្យឆ្អិនសាច់ត្រីណាហើយបងប្អូនមើលកុំឲ្យផុយសាច់ត្រីពេកហើយកុំកូរតកូរខ្លាំងពេកគឺបងប្អូនបាយសាច់ត្រីអស់អញ្ចឹងបងប្អូនកូរតិចតិចបានហើយឥឡូវខ្ញុំមើលទៅគឺសាច់ត្រីរបស់យើងគឺរាងឆ្អិនណាខ្ញុំបន្ថែមជាមួយនឹងត្រប់ហើយសម្រាប់ត្រប់នេះគឺខ្ញុំប្រើត្រប់វែងណាហើយបងប្អូនចិតជាជ្រុងដូចខ្ញុំអញ្ចឹងមកចិតតូចអញ្ចឹងមកហើយបងប្អូនដាក់ចូលរំងាស់ឲ្យត្រប់របស់យើងឆ្អិនតិចសិនដោយសារត្រប់គឺឆាប់ផុយឆាប់រលួយអញ្ចឹងយើងដាក់ក្រោយអញ្ចឹងហើយយើងរំងាស់ឲ្យត្រប់យើងឲ្យឆ្អិនតិចសិនមកឥឡូវនេះត្រប់គឺឆ្អិនហើយបងប្អូនគឺរាងតុននេះមើលទៅខ្ញុំកូរមើលហើយបងប្អូនអាចភ្លក់ថែមថយគ្រឿងក្រៅទៀតតាមចំណូលចិត្តបន្តមកទៀតគឺខ្ញុំដាក់ស្លឹកផ្ទៃហើយសម្រាប់ស្លឹកផ្ទៃគឺខ្ញុំដាក់ច្រើនណាបងប្អូនដោយសារខ្ញុំចូលចិត្តញ៉ាំបន្លែខៀវអញ្ចឹងហើយយើងញ៉ាំបន្លែខៀវអញ្ចឹងគឺជំនួយសុខភាពហើយសម្រាប់ផ្ទៃនៅខ្មែរយើងគឺសម្បូរហើយធូរថ្លៃបងប្អូនអាចស្លញ៉ាំឲ្យបានច្រើនគឺល្អបន្លែពណ៌ខៀវអញ្ចឹងឥឡូវនេះគឺខ្ញុំដាក់បន្លែយើងឲ្យរាងពុះឲ្យរាងឆ្អិនបន្តិចសិនណាហើយស្លយើងគឺក្លិនឈ្ងុយបន្លែឡើងឈ្ងុយហ្មងបងប្អូនអរគ្នាហើយបងប្អូនបើសិនជាមើលវីដេអូខ្ញុំទៅខ្ញុំនិយាយទៅខុសឆ្គងឲ្យដោយប្រការណាមួយអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងឥឡូវនេះស្លប្រហើររបស់យើងគឺឆ្អិនហើយបងប្អូនយើងអាចញ៉ាំបានហើយណាហើយនិយាយទៅពីក្លិនឡើងឈ្ងុយហើយបងប្អូនឲ្យគាត់ចូលចិត្តញ៉ាំបន្លែគឺគាត់ស្លទៅញ៉ាំបន្លែស្រុកខ្មែរយើងគឺសបោបងប្អូនតែខ្ញុំនៅកូរ៉េនេះគឺអត់សូវមានបន្លែច្រើនអញ្ចឹងខ្ញុំដាក់បន្លែតែប៉ុណ្ណឹងមុខឯណាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត